វឌ្ឍនភាពការងារព្រំដែនកម្ពុជាថៃក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលទៅស្ដាប់បទបង្ហាញពីការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ52ដល់លេខ59រាជធានីភ្នំពេញក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី5ខែធ្នូឆ្នាំ2025បានសម្របសម្រួលឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមនិងទប់ស្កាត់ដោយផ្ទាល់នៅបទបង្ហាញលម្អិតស្ដីពីវឌ្ឍនភាពដ៏សំខាន់នៃការងារព្រំដែនបទបង្ហាញនេះបានផ្ដោតលើការចុះវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលលេខ52ដល់បង្គោលលេខ59ដែលគ្របដណ្ដប់លើឃុំកំរៀងនិងឃុំបង្រាំងស្រុកកំរៀងខេត្តបាត់ដំបងទល់មុខស្រុកពងណាមរនខេត្តចន្ទបុរីប្រទេសថៃបើតាមការបញ្ជាក់ពីលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកិច្ចការនេះបានធ្វើឡើងនៅឯទីស្នាក់ការទី2ក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យដោយមានការធ្វើបទបង្ហាញពីលោកព្រំសឿនវឌ្ឍនៈប្រធានក្រុមវាស់វែងចម្រុះកម្ពុជាថៃនៃរដ្ឋលេខារដ្ឋានកិច្ចការព្រំដែនលោកព្រំសឿនវឌ្ឍនៈបានជម្រាបជូនដល់ក្រុម AOT ថាគិតត្រឹមថ្ងៃទី3ខែធ្នូឆ្នាំ2025ក្រុមការងារចម្រុះកម្ពុជាថៃបានសម្រេចការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថតរួចបានប្រវែងប្រមាណ 6.4 គីឡូម៉ែត្រនិងស្មើប្រមាណ 76% នៃចន្លោះបង្គោលព្រំដែនទាំងនោះហើយការងារចុះវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នចន្លោះបង្គោល52ដល់59នេះបានធ្វើផ្ដើមយ៉ាងសកម្មកាលពីថ្ងៃទី8ដល់ថ្ងៃទី26វិច្ឆិកាឆ្នាំ2025ក្នុងដំណាក់កាលនោះក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងសរុបចំនួន166បង្គោលនៅក្នុងប្រវែងសរុបប្រមាណ 8.3 គីឡូម៉ែត្រ